សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំជាបន្តទៀតថ្ងៃនេះយើងនឹងចាប់ផ្ដើមជាមួយនឹងប្រធានបទដ៏មានឥទ្ធិពលមួយគឺឥទ្ធិពលរបស់លុយមិនមែនត្រឹមតែជាសញ្ញាកណ្ដាស់ចំនួនលេខឬរូបិយប័ណ្ណប៉ុណ្ណោះទេប៉ុន្តែលុយគឺជាឧបករណ៍ជាសេរីភាពជាការការពារហើយលុយក៏ជាឱកាសផងដែរប៉ុន្តែដើម្បីប្រើប្រាស់លុយឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់យើងត្រូវស្វែងយល់ឲ្យបានស៊ីជម្រៅពីវាដូច្នេះហើយនៅថ្ងៃនេះយើងនឹងស្វែងយល់ពីតម្លៃពិតរបស់លុយមេរៀនទី1ស្វែងយល់ថាអ្វីទៅជាភាពពិតប្រាកដរបស់លុយមនុស្សភាគច្រើនធំធាត់ឡើងជាមួយនឹងគំនិតមិនសូវត្រឹមត្រូវអំពីបញ្ហាលុយអ្នកខ្លះនិយាយថាលុយមិនល្អទេអ្នកខ្លះទៀតនិយាយថាលុយគឺជាអ្វីៗគ្រប់យ៉ាងឯអ្នកខ្លះទៀតមានការភ័យខ្លាចចំពោះលុយស្របពេលដែលអ្នកខ្លះទៀតមានការប្រើប្រាស់លុយមិនចំគោលដៅប៉ុន្តែមនុស្សដែលមានស្មារតីខ្ពស់ហើយនឹងភាពជោគជ័យគេបានយល់ពីការពិតមួយរបស់លុយគឺជាឧបករណ៍ដ៏អព្យាក្រឹតវាអាស្រ័យទៅលើការប្រើប្រាស់របស់យើងនៅក្នុងមេរៀននេះនឹងជួយឲ្យអ្នកកសាងទ្រព្យសម្បត្តិហើយនឹងផ្នែកគំនិតដ៏មានឥទ្ធិពលពីបញ្ហាលុយកាក់ទី1លុយនឹងផ្ដល់សេរីភាពឲ្យអ្នកពេលណាដែលយើងមានលុយយើងអាចជ្រើសរើសរបៀបនៃការរស់នៅយើងអាចជ្រើសរើសទីកន្លែងដែលយើងចង់ទៅរស់នៅយើងអាចជ្រើសរើសការងារដែលយើងចង់ធ្វើយើងអាចនិយាយថាទេជាមួយមនុស្សដែលយើងមិនចង់និយាយយើងអាចមានពេលវេលាថែរក្សាសុខភាពនិងធ្វើអ្វីៗផ្សេងទៀតដើម្បីក្តីសុបិនរបស់យើងទាំងនេះហើយគឺជាសេរីភាពនៃជីវិតនៅពេលដែលយើងមានលុយតែបើអត់មានលុយវិញជីវិតរស់នៅដូចជាប់ម៉ោងទី2លុយផ្ដល់ឲ្យយើងនូវការការពារត្រង់ចំណុចនេះលុយអាចការពារយើងបានជាមួយនឹងភាពបន្ទាន់ផ្សេងៗដូចជាបញ្ហាសុខភាពឬក៏ការចំណាយភ្លាមដែលឥតព្រឹងទុកបញ្ហាហិរញ្ញវត្ថុស្ថានភាពមិនល្អឬក៏ហេតុការណ៍អាក្រក់ណាមួយកើតឡើងដោយពុំបានដឹងមុនការពិតទៅលុយដូចជារបាំងការពារមួយអញ្ចឹងមិនមែនវាអាចដោះស្រាយបានគ្រប់បញ្ហានោះទេប៉ុន្តែវាអាចការពារយើងពីបញ្ហាជាច្រើនបានទី3លុយបង្កើតឱកាសដោយរបៀបណានៅពេលដែលយើងមានលុយយើងអាចចាប់ផ្ដើមអាជីវកម្មថ្មីមួយបានអាចរៀនពីជំនាញថ្មីអាចវិនិយោគសម្រាប់ពេលអនាគតរបស់យើងអាចធ្វើដំណើរដើម្បីការលូតលាស់ឬក៏ជួយគ្រួសារឬក៏សាកល្បងគំនិតថ្មីឬអាចមានឱកាសដើម្បីបន្ថយបន្ថានក្នុងលក្ខណៈមួយដែលមានសុវត្ថិភាពកិច្ចការទាំងអស់នេះយើងអាចមានលទ្ធភាពធ្វើទៅបាននៅពេលដែលយើងមានលុយដើម្បីធ្វើការសម្រេចចិត្តទី4លុយគឺជាលទ្ធផលមួយមិនមែនជាបញ្ហាទេមនុស្សជាច្រើនគិតថាលុយគឺជាបញ្ហាលុយនាំឲ្យគេខ្វល់ហើយធ្វើឲ្យជីវិតរបស់គេពិបាកតែការពិតលុយមិនមែនជាបញ្ហានោះទេគឺទម្លាប់និងផ្នត់គំនិតរបស់គេទើបជាបញ្ហាចាំណាលុយគឺវិដាតាមចំណុចទាំងប្រមាណនេះវិន័យការសម្រេចចិត្តដ៏ឆ្លៀសវៃការប្រឹងប្រែងធ្វើការជំនាញពិតប្រាកដការអត់ធ្មត់និងការបន្តធ្វើជាប់ជានិច្ចនៅពេលដែលយើងអាចធ្វើរឿងទាំងអស់នេះបានកាន់តែច្រើនលុយរបស់យើងក៏កាន់តែកើនដែរទី5លុយគោរពភាពច្បាស់លាស់វាមិនរត់មករកមនុស្សដែលច្បុកច្បល់ទេលុយតែងតែមករកនរណាដែលមានគោលដៅច្បាស់លាស់មានផែនការច្បាស់លាស់មានទម្លាប់ច្បាស់លាស់ហើយមានការចាត់ថ្នាក់ពីអត្ថិភាពការងារច្បាស់លាស់ហើយបើយើងខ្លួនឯងមិនដឹងថាខ្លួនឯងចង់បានអីទេនោះលុយក៏មិននៅជាមួយយើងបានយូរដែរត្រូវដឹងថាភាពច្បាស់លាស់តាក់ទាញលុយភាពច្បុកច្បល់នឹងធ្វើឲ្យបាត់បង់លុយទី6លុយរបស់អ្នកកើនឡើងលុះត្រាតែអ្នកមានការអភិវឌ្ឍបើចង់ឲ្យខ្លួនឯងមានលុយកាន់តែច្រើនកុំប្រឹងដេញចាប់លុយត្រូវអភិវឌ្ឍខ្លួនឯងអភិវឌ្ឍលើចំណេះដឹងជំនាញវិន័យការផ្ដោតការយល់ដឹងពីបញ្ហាហិរញ្ញវត្ថុនិងក្រមសីលធម៌ការងារនៅពេលដែលចំណុចទាំងនេះរបស់អ្នករីកចម្រើនឥទ្ធិពលនៃការរកប្រាក់ចំណូលរបស់អ្នកនឹងកើនឡើងដោយស្វ័យប្រវត្តិដោយពាក្យក្រមងុយពោលថាប្រាក់រត់តាមហៅនៅពេលណានៅពេលដែលយើងមានតម្លៃទី7លុយអាចធ្វើឲ្យអ្នកកាន់តែមានឥទ្ធិពលឬក៏អាចបំផ្លាញអ្នកដោយវានឹងធ្វើកិច្ចការធំចំនួន2ដោយជំរុញឲ្យមើលឃើញកាន់តែច្បាស់ថាអ្នកជាមនុស្សរបៀបណានិងបំផុសពីចរិតលក្ខណៈពិតប្រាកដរបស់អ្នកចេញមកក្រៅសូមអរគុណសម្រាប់ការតាមដានស្ដាប់របស់បងប្អូន